ប្លុក4ថ្ងៃជាប់នៅលើកោះត្រល់ដោយសារតែព្យុះបងអូនមិនមែនតែព្យុះតែមួយមុខទេព្យុះផងឈឺផងមើលប្រវែងមាត់ខ្ញុំក៏ដឹងដែរថាស្លេកប៉ុណ្ណាមួយរយៈហ្នឹងព្យុះនឹងខ្យល់គឺថាកងជាមួយខ្ញុំមែនតែននៅពេលដែលខ្ញុំស្វីតគឺព្យុះនឹងខ្យល់មកព្រមគ្នាហ្មងដូចលបងខមមិនអញ្ចឹងថាមេឃគឺ single អញ្ចឹងណាដូចចំណែនជាមួយស្នេហាខ្ញុំមែនតែនមិនទេម៉ែអត់តងយូរសំបីតែមេឃហ្នឹងក៏ថាចំណែនជាមួយខ្លួនឯងដែរមនុស្សជឿជាក់លើខ្លួនឯងគឺអញ្ចឹងឯងឥឡូវថ្ងៃនេះគឺចូលមកកាន់ vlog ទី2នៅលើទឹកដីកោះត្រល់ឥឡូវថ្ងៃទី2នេះមកដល់ភ្លៀងគឺមានបងប្អូនខ្មែរនៅលើកោះត្រល់ហ្នឹងគឺគាត់នាំខ្ញុំទៅញ៉ាំអីនៅលើសមុទ្រអញ្ចឹងណាគេធ្វើផែនលើសមុទ្រអញ្ចឹងទៅស្វាគមន៍មកកាន់កោះត្រល់ហើយម្ហូបគេគឺប្លែកខ្លាំងមែនតើបងប្អូនជាពិសេសមួយមុខនេះគឺត្រីកំម៉ុងគេយកច្របាច់ទឹកខ្មេះដូចខ្ញុំភ្លាម្ដងចឹងតែអ្វីដែលសំខាន់គឺគេច្របល់ជាមួយដូងខ្ទឹមបារាំងហើយនឹងខ្ទឹមពងបងប្អូនខ្ញុំមើលទៅអត់គួរឲ្យចង់ញ៉ាំទេហើយខ្ញុំវាផាខ្លាចមែនតើអត់ចង់ក្រែងញ៉ាំដល់ពេលគេបានភ្លុកប្រមាថបងប្អូននឹងឆ្ងាញ់មែនខ្ញុំនិយាយមែនហើយថ្ងៃណាមួយខ្ញុំនឹងធ្វើវីដេអូឆែកជូនបងប្អូនព្រោះខ្ញុំម្ហូបអីក៏ដោយតែខ្ញុំញ៉ាំម្ដងគឺខ្ញុំដឹងថាធ្វើមិនខ្មិចទេលើកលែងតែស៊ុបលើកលែងតែអីទេបើយើងដឹងគ្រឿងបើថាភ្លាស្រស់ចឹងយើងដឹងហើយបងប្អូនតែជាតិខ្លាំងមែនតើខ្ញុំមានអារម្មណ៍ថាតើតែយើងប្រើត្រីស្រស់ហើយបើបងប្អូនមានឱកាសទៅលេងកុំភ្លេចបុកទឹកត្រីទៅផងដោយសារទឹកត្រីកន្លែងគេយកញ៉ាំខុសពីយើងអញ្ចឹងណាគេញ៉ាំរៀងសាបសាភ័យរាវទេឃើញឆោបសេបសាចកដាស្ពានហ្នឹងគឺអត់មានធ្វើអីទេគឺថាចូលគ្នាម្ដងទៀតដោយសារលុយដែលយើងចូលគ្នាហ្នឹងគឺវាអស់ឃើញស្រីភូមិនេះគឺអត់បានទេបងប្អូនអើយគឺថាឃើញ CO សង្ហានៅក្រៅធ្វើមកចែកលុយគ្នានៅលើស្ពានអីណាណីនេះឥឡូវបន្ទាប់ពីយើងញ៉ាំហើយគឺយើងជិះទៅសួនកំសាន្តវិញម្ដងបងប្អូនប៉ុន្តែឃើញបងប្អូនខ្ញុំអត់និយាយខុសទេភ្លៀងហ្នឹងគឺថាកង់ខ្ញុំមែនតែនភ្លៀងខ្លាំងពេកគឺយើងដើរអត់កើតទេអញ្ចឹងអត់មានអីក្រៅពីចូលរកកន្លែងជ្រកអញ្ចឹងក៏យើងឃើញថាមួយថ្ងៃហ្នឹងដើរគឺវាចុកជើងហើយអញ្ចឹងក៏មកស្មាសាជើងតែម្ដងទៅបន្ទាប់ពីយើងម៉ាសាជើងហើយហ្នឹងគឺរាំងភ្លៀងហើយប៉ុន្តែមុខខ្ញុំមិនឡើងកម្ៅតែម្ដងបងប្អូនខ្ញុំអត់មានអារម្មណ៍ថតរូបទេគេថតគ្រប់គ្នាតែខ្ញុំអត់មានអារម្មណ៍ថតរូបដោយសារតែឆ្ងាយខ្ញុំមានតំណឹងមកថាងាប់ទាំង3ជាប់គ្នាខ្ញុំអត់យល់ថាថយបានងាប់ស៊ូទេដល់ពេលខ្ញុំមកដល់ផ្ទះគឺងាប់ថែម2ទៀតអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាខ្លាចគេដាក់ថ្នាំដាក់អីអញ្ចឹងណាហើយខ្ញុំមិនតែខ្ញុំជាខ្លាំងហ្មងបងប្អូនអញ្ចឹងក៏មានអារម្មណ៍ថតរូបទៅយប់បន្តិចគឺមេឃស្រឡះចេះតែម្ដងបងប្អូនអញ្ចឹងគឺយើងដើរលេងបានស្រួលម្ដងអើយលោកអើយគ្នាទៅបានស្រួលម្ដងនិយាយទៅខ្ញុំមកដើរលេងនៅណាយូរទេបងប្អូនហើយមកកោះត្រល់នេះគឺថាជាប់ព្យុះខ្លាំងអត់ហ៊ានជិះកប៉ាល់អញ្ចឹងណាគាត់ថាខ្ញុំមិនដឹងថាកប៉ាល់គេដើរអត់ទេតែពួកខ្ញុំសម្រេចចិត្តថាអត់ទៅវិញទេនៅពេលដែលមានព្យុះគឺខ្យល់ព្យុះខ្លាំងមែនតែនហ្មងបងប្អូនអញ្ចឹងទៅក៏នាំគ្នាចេះតែដើរគ្រប់ទីកន្លែងអញ្ចឹងទៅហើយវីយូដែលយើងត្រូវថតបានហ្នឹងគឺច្រើនមែនតែនបើបងប្អូនបកកែថតហើយរូបរាងវារៀងឆ្វែលខ្ជូតអញ្ចឹងអូយដាក់មកគឺឡយមែនតែនហ្មងដាក់រយគេឡាញ់ណូមឥឡូវគឺយើងមកសារាត្រីគេបងប្អូនសារាត្រីគេដូចរបៀបថានៅកពតអញ្ចឹងវាជាប់ឆ្នេរហើយប៉ុន្តែគាត់ថាគេមានលក់អីពេលយប់ពេលអីហើយមានកំសាន្តល្បែងកំសាន្តច្រើនអញ្ចឹងទៅកពតយើងបើសិនជាធ្វើអញ្ចឹងមកកន្លែងក៏អែមដែរមិនថាយើងប្រៀបធៀបអីណាបងប្អូនប៉ុន្តែគាត់ថាកន្លែងណាល្អគឺយើងតែតែគិតថាយើងចង់បានធ្វើអញ្ចឹងដែរអញ្ចឹងទៅស្នុកមានសារាត្រីពេលយប់ពេលអីអញ្ចឹងណាបងប្អូននេះគឺគេមានលក់អីគ្រប់យ៉ាងតែម្ដងហ្នឹងហើយបងប្អូនឥឡូវខ្ញុំសូមនិយាយពីកាមេរ៉ាតិចសិនកាមេរ៉ាអស់ស្តុកហើយប្រហែលជាខ្ទង់5ថ្ងៃអីទៀតចូលស្តុកវិញណាបងប្អូនអាចដាក់ order បានគ្រាន់តែថាអត់ទាន់ដល់ stock ខំគឺចិត្តអស់ហើយបងប្អូនកាមេរ៉ាមកគ្រាប់32ប្រភេទប្រើ Wi-Fi គឺមាន function ច្រើនណា function alert ពេលដែលបងប្អូនទៅណាអញ្ចឹងណាបងប្អូនគ្រាន់តែថាបងប្អូនមើលទៅតាមទូរស័ព្ទហ្នឹងក៏ឃើញដែរហើយនៅពេលដែលគេចូលផ្ទះយើងគឺ alert ប្រាប់យើងហ្មងទោះយើងទៅដល់ណាក៏ដោយទៅដល់ស្រុកគេស្រុកអីក៏ដោយគឺយើងមើលឃើញទាំងអស់ហើយយើងអាច voice សលេងចេញចូលបានយើងអាច set សលេងបានងាយស្រួលមែនតើនិយាយទៅយើងដាក់កាមេរ៉ាមួយនៅផ្ទះហ្នឹងប្រៀបដូចជាយើងមានទូរស័ព្ទមួយនៅផ្ទះអញ្ចឹងតែគ្រាន់តែថាពេលដែលយើង call វាគ្រាន់តែនិយាយគ្នាបានមើលមុខគ្នាអត់បានតែប៉ុណ្ណឹងបើសិនជាយើងអ្នកកាន់ទូរស័ព្ទគឺយើងមើលអ្នកនៅផ្ទះបានតែអ្នកនៅផ្ទះគឺមើលមកយើងអត់បានតែប៉ុណ្្នឹងឯងហើយសម្រាប់អបកាមកំប៉ុង10ដុល្លារក៏ខ្ញុំមានស្តុកដែរណាបងប្អូនអាចដាក់កំប៉ុងបានណា idol ហើយឆ្ងាញ់ណាឆ្ងាញ់បងខ្ញុំអស់បាយ2ចានអត់ដឹងខ្លួនទេនេះបងតាមពិតឡើងងាយស្រួលខ្ញុំអត់ដឹងអាលេងអរគុណច្រើនបងអរគុណនៅពីគ្រាប់ទៀតអត់តាន់ដាក់បាញ់ចាំមើលពេលផ្ទះហើយប្រហែលជាត្រូវទិញបបាញ់3គ្រាប់ទៀតហើយបងភ្ជាប់បានទូរស័ព្ទមួយអូនច្បាស់ល្អមែនតើប៉ុន្តែនិយាយទៅ feedback ខាប់ដូចទឹកគ្រឿងហ្មងជាពិសេសពេលដែលខ្ញុំនៅកាន់ page អញ្ចឹងណាតែពេលដែលខ្ញុំលេងកាន់ page ខ្ញុំឲ្យបុគ្គលិកគាត់តបអញ្ចឹងភ្ញៀវអត់សូវឲ្យ feedback ទេរបៀបថាគាត់ចង់ឲ្យ feedback ខ្ញុំផ្ទាល់អញ្ចឹងណាតាមខ្ញុំដឹងប៉ុន្តែអ្នកទិញតាម Telegram គឺគាត់នៅតែឲ្យ feedback រហូតហ្មងបងអូនហើយដើរលេងតែនិយាយរឿងកាមេរ៉ារូបភាពដើរលេងនិយាយរឿងកាមេរ៉ានេះបើ client វិញដល់គេឲ្យអូនជួសវីដេអូអូនរូបភាពខុសសម្លេងហើយឥឡូវនេះគឺលើកោះហ្នឹងគឺគេមានលក់ oyster អាំងងាវអាំងអីចឹងទៅគ្រប់សពបែបយ៉ាងនៅលើហ្នឹងអញ្ចឹងណាបងអូនហើយដូចខ្ញុំនិយាយ
vậy trong bọc ôn ởបន្ទាប់ពីខ្ញុំដើរលេងបាន2ថ្ងៃគឺខ្ញុំជាប់នៅលើកោះនេះ2ថ្ងៃគឺខ្ញុំមានដើរលេងគឺនៅតែផ្ទះដោយសារតែភ្លៀងខ្លាំងអញ្ចឹងខ្ញុំអរគុណបងប្អូនខ្មែរនៅលើទឹកដីកោះត្រល់ផងដែលគាត់យកចិត្តទុកដាក់ខ្ញុំខ្លាំងមែនតើបងអូនគឺខ្ញុំនៅតំបន់ភ្នំតំបន់សមុទ្រអញ្ចឹងក៏អត់សូវមានអីលក់អីអញ្ចឹងនៅពេលដែលម៉ោងបាយគឺខ្ញុំដើរទៅញ៉ាំបាយផ្ទះពួកគាត់ហើយផ្ទះអ្នកគេក៏បានដែរស្រាចិត្តយើងចង់អញ្ចឹងណាហើយថ្ងៃនេះដែរគឺខ្ញុំមេឆ្លាស់គឺខ្ញុំត្រឡប់មកវិញអញ្ចឹងខ្ញុំក៏ទៅលាពួកគាត់ដោយសារតែយើងនៅជាមួយគាត់ញ៉ាំអីមួយគាត់បានច្រើនថ្ងៃដែរហើយពួកគាត់គឺសិតតែខ្មែរនៅលើទឹកដីកោះត្រល់នឹងតែម្ដងមកទិញសបុតទូកហើយឃើញអ៊ីលក់នំនេះក៏ទិញនំគាត់អញ្ចឹងណាគាត់គាត់លឺយើងនិយាយខ្មែរគឺគាត់រំភើបមែនតើគាត់ថាគាត់ក៏ជាខ្មែរដែរអញ្ចឹង vlog នេះមានតែប៉ុណ្្នឹងទេបងអូនអរគុណសម្រាប់ការតាមដានទស្សនាអរគុណជម្រាបលាបាយបាយ